ភ្នែកមុតស្រួយចិត្តហ៊ានបានមនុស្សពូកែជាទាហានឯកនៅក្នុងជំពូកមុនយើងបានស្ដាប់រួចមកហើយថាការប្រមូលផ្ដុំមនុស្សមករួបរวมក្នុងកងទ័ពរបស់ឆាវឆាវនោះគឺជាការទទួលយកមនុស្សពូកែទាំងមានគុណធម៌និងសមត្ថភាពមករួមនៅក្នុងកងកម្លាំងសង្គ្រោះជាតិរបស់ខ្លួននៅក្នុងស្ថានភាពដែលសង្គ្រាមបានកើតឡើងទៅហើយឆាវឆាវបានធ្វើសឹកសង្គ្រាមជាបន្តបន្ទាប់រហូតគ្មានពេលឈប់ទោះជាជាប់រវល់យ៉ាងនេះក្តីគេនៅតែបើកចិត្តទូលាយយកមនុស្សពូកែដែលមានឧត្តមគតិមកចូលរួមនឹងគេដោយមិនរើសអើងករណីដែលគេបានទាហានឯកម្នាក់ឈ្មោះទាវអ៊ុយដែលអាចសម្លាប់ខ្លានិងអាចដោតដងទង់ដែលមនុស្ស25នាក់មិនអាចដោតបានឲ្យតាំងនៅដូចដើមវិញដែលឆាវឆាវបានតែងតាំងឲ្យគេធ្វើជាទាហានការពារខ្លួននោះមើលទៅហាក់ដូចជាការបានមកដោយការបបួលរបស់ស៊ីវហូតុនប៉ុន្តែទាហានក្លាហាននិងពូកែម្នាក់ទៀតនៅក្នុងរឿងសាមកុកជាផុសតាងដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ម្ដងទៀតថាឆាវឆាវជាមនុស្សដែលមានក្រសែភ្នែកមុតស្រួចនិងចិត្តហ៊ានគឺឃើញមនុស្សពូកែពេលណាក៏ទ្រាំមិនបានត្រូវទៅរកមធ្យោបាយបញ្ចុះបញ្ចូលឲ្យមកចូលរួមក្នុងក្រុមរបស់ខ្លួនមនុស្សពូកែចូលចិត្តនៅជាមួយមនុស្សពូកែមនុស្សល្ងងច្រើនតែមានមិត្តជាមនុស្សល្ងងដូច្នេះមនុស្សពូកែឃើញមនុស្សពូកែដូចគ្នាទើបអត់ទ្រាំនឹងបបួលមករួមឧត្តមគតិតែមួយមិនបានករណីទាហានដ៏ពូកែម្នាក់ទៀតរបស់ឆាវឆាវដែលបង្ហាញខ្លួនដោយភាពព្រីករាយនិងនៅទីបំផុតគេម្នាក់នោះបានក្លាយជាទាហានគូគ្នានឹងទៀនអ៊ុយគេម្នាក់នោះគឺស៊ីលូនៅក្រុងអេជីវពេលនោះកើតមានពួកចៅកន្សែងលឿងក្រោកឡើងបង្កភាពចលាចលដល់អ្នកស្រុកមួយលើកជាពីរលើកឆាវឆាវដែលពេលនោះមានឋានៈធំដុំនៅភាគខាងកើតពេលបានដឹងថាឪពុករបស់ខ្លួនបាត់បង់ជីវិតព្រោះតែការយល់ខុសទើបបានប្រកាសសង្គ្រាមជាមួយនឹងតូគៀមនៅក្រុងស៊ីវជីវដើម្បីសងសឹកពួកខាងលាវប៉ៃពេលនោះមិនទាន់មានបញ្ហានឹងឆាវឆាវនៅឡើយក៏ឃើញថារឿងដែលកើតឡើងមកពីតូគៀមធ្វេសប្រហែសធ្វើឲ្យឪពុករបស់ឆាវឆាវបាត់បង់ជីវិតនោះជារឿងយល់ច្រឡំនឹងគ្នាទើបលាវប៉ៃសរសេរសម្បត្តិឲ្យឆាវឆាវបោះបង់គំនុំនេះចោលប៉ុន្តែនៅគ្រាដំបូងឆាវឆាវបានបដិសេធឆាវឆាវលើកទ័ពចេញពីក្រុងគុនចិនរបស់ខ្លួនចេញមកមិនបានយូរប៉ុន្មានលីពូដែលកំពុងតែតែលតោលគ្មានទីអាស្រ័យបានឱកាសល្អលើកទ័ពរបស់ខ្លួនចូលវាយដណ្ដើមក្រុងគុនចិនរបស់ឆាវឆាវធ្វើឲ្យឆាវឆាវសម្រេចចិត្តលើកទ័ពត្រឡប់មកជួយព្រមជាមួយគ្នានោះបានផ្ញើសារសូមចងស្ពានមានមេត្រីជាមួយលាវប៉ៃថាខ្លួនឈប់លើកទ័ពមកវាយស៊ីជីវហើយឆាវឆាវត្រឡប់មកវិញវាយឺតពេលអស់ទៅហើយព្រោះលីពូដណ្ដើមយកក្រុងបានទៅហើយពេលនោះឆាវឆាវខ្លាចជាមេទ័ពគ្មានក្រុងចង់ទៅមុខក៏ទៅមិនដល់ចង់ត្រឡប់ក្រោយក្រុងរបស់ខ្លួនបាត់បង់ទៅទៀតចំណែកឲ្យក្រុងស៊ីជីវរបស់តូគៀមវិញដោយសារតែលាវប៉ៃផ្ញើសម្បត្តិទៅឲ្យឆាវឆាវនោះបានសម្រេចទើបតូគៀមព្យាយាមលើកក្រុងស៊ីជីវឲ្យលាវប៉ៃគ្រប់គ្រងព្រោះយល់ឃើញថាខ្លួនចាស់ទៅហើយប៉ុន្តែលាវប៉ៃមិនព្រមទទួលនៅទីបំផុតដោយសារតែគេមិនអាចបដិសេធបានទើបគេទទួលធ្វើជាម្ចាស់ក្រុងដ៏តូចមួយគឺក្រុងស្ទៀវផាយដែលជាក្រុងនៅក្រោមចំណុះក្រុងស៊ីជីវឆាវឆាវត្រឡប់មកបោះទីតាំងដើម្បីប្រយុទ្ធជាមួយនឹងលីពូប៉ុន្តែមិនអាចដណ្ដើមយកក្រុងវិញបានថែមទាំងភ្លាត់ស្នៀតជាច្រើនលើកស្ទើរតែមិនរួចជីវិតក៏មាននៅទីបំផុតកងទ័ពរបស់ឆាវឆាវត្រូវខ្វះស្បៀងទើបត្រូវបោះជំរំនៅក្រុងតូចមួយគឺក្រុងអ៊ីនសៀដើម្បីរងចាំឲ្យស្ថានភាពល្អឡើងវិញក្នុងចន្លោះពេលនោះនៅឯក្រុងស៊ីជីវក៏មិនទាន់ស្ងប់ស្ងាត់នៅឡើយព្រោះតូគៀមបានចូលទៅអង្វរលាវប៉ៃឲ្យឡើងធ្វើជាម្ចាស់ក្រុងម្ដងទៀតហើយលើកនេះលាវប៉ៃក៏យល់ព្រមធ្វើជាម្ចាស់ក្រុងព្រោះអ្នកស្រុកនាំគ្នាមករួមអង្វរដែរដំណឹងលាវប៉ៃឡើងធ្វើជាម្ចាស់ស្រុកស៊ីជីវនេះបានឮទៅដល់ឆាវឆាវធ្វើឲ្យគេខឹងសម្បាយ៉ាងខ្លាំងគិតចង់លើកទ័ពទៅវាយលាវប៉ៃនិងចង់ចូលទៅក្នុងក្រុងដើម្បីយកសាកសពរបស់តូគៀមដែលទើបតែស្លាប់ថ្មីមកចិញ្ច្រាំឲ្យបាត់កំហឹងប៉ុន្តែត្រូវទីប្រឹក្សារបស់ខ្លួនហាមឃាត់ចៃដន្យពេលនោះកើតឡើងហេតុការណ៍ចៅកន្សែងលឿងបង្កចលាចលនៅឯក្រុងអេកវិនទើបទីប្រឹក្សាស្នើឡើងថាប្រសិនបើការកំចាត់ចៅកន្សែងលឿងដែលជាក្រុមរបស់ហូងីនិងអ៊ុយសៀវបានសម្រេចនឹងទទួលបានប្រយោជន៍ពីរគឺទី1បានទទួលគុណសម្បត្តិពីព្រះអធិរាជហានសៀនទីទី2នឹងទទួលបានស្បៀងពីពួកចៅដើម្បីមកចិញ្ចឹមកងទ័ពទើបឆាវឆាវសម្រេចចិត្តទៅបង្ក្រាបចៅក្រុមនោះភ្លាម
ការបង្ក្រាបពួកចៅក្រុមនេះហើយដែលធ្វើឲ្យបានទៅហ៊ានឯកមកម្នាក់ទៀតនោះគឺស៊ីឈូពូលគឺបន្ទាប់ពីកងទ័ពរបស់គេចេញបង្ក្រាបពួកចៅឲ្យបរាជ័យនិងចូលទៅដល់បន្ទាយរបស់ពួកចៅហើយនោះមេចៅសំខាន់គឺហូងីបានរត់គេចខ្លួនធ្វើឲ្យទាវអ៊ុយទាហានឯករបស់ឆាវឆាវលើកទាហានដេញតាមប៉ុន្តែពេលទៅដល់រូងភ្នំមួយស្រាប់តែមានបរិសម្នាក់ឈរកាន់នំពេងច្រងងបន្ទាប់ពីចរចាស់គ្នារួចទើបដឹងថាគេជាស៊ីឈូចាប់បានមេចៅដែលរត់គេចឃុំឃាំងទុកនៅក្នុងរូងភ្នំប៉ុន្តែបើទាវអ៊ុយចង់បានចៅនោះយកទៅវិញត្រូវប្រយុទ្ធគ្នាសិនដោយដែលគេនិយាយតាំងពីដើមមកហើយថាទាវអ៊ុយមានមៀតធំប្រើលំពេងពីរបើនរណាមិនពូកែពិតប្រកបមិនអាចទប់ទល់បានឡើយពេលចាប់ផ្ដើមប្រយុទ្ធគ្នាទាំងស៊ីឈូនិងទាវអ៊ុយមិនអាចយកឈ្នះគ្នាទៅវិញទៅមកបានប្រយុទ្ធគ្នាទាំងថ្ងៃទាំងយប់នៅតែមិនឈ្នះមិនចាញ់ធ្វើឲ្យឆាវឆាវក្តៅក្រហាយពេលដឹងថាមានមនុស្សចម្លែកមកប្រយុទ្ធជាមួយនឹងមនុស្សពូកែរបស់ខ្លួនទើបចេញទៅមើលដោយភ្នែកខ្លួនឯងពេលឃើញពីលក្ខណៈសម្បត្តិរបស់ស៊ីឈូឆាវឆាវមានការពេញចិត្តយ៉ាងខ្លាំងចង់បានខ្លួនគេមកចូលក្នុងក្រុមទើបប្រើឧបាយកលបញ្ឆោតដល់អាចចាប់ខ្លួនគេបាននៅទីបំផុតឧបាយកលចាប់ខ្លួនស៊ីឈូរបស់ឆាវឆាវលើកនេះគឺការជីកអណ្ដូងរួចរីកអន្ទាក់ពេលស៊ីឈូធ្លាក់ចូលក្នុងអណ្ដូងទើបអាចចាប់ខ្លួនបានពេលចាប់ខ្លួនបានឆាវឆាវធ្វើជាសម្ដែងល្ខោនសម្ដែងពីការខូចចិត្តចំពោះហេតុការណ៍ដែលកើតឡើងហើយប្រញាប់លែងស៊ីឈូវិញភ្លាមពេលសាកសួរទើបដឹងថាស៊ីឈូមិនមែនជាចៅប៉ុន្តែគឺជាអ្នកស្រុកដែលមានសមត្ថភាពនៅក្នុងរឿងសាមកុករបស់អ្នកអង្គញាវិបុលសេនារីកនោះកនបាននិយាយរៀបរាប់រឿងរ៉ាវរបស់ស៊ីឈូដូចនេះខ្ញុំឈ្មោះស៊ីឈូជាអ្នកស្រុកជាវកុកពេលកើតមានពួកចៅកន្សែងលឿងខ្ញុំគ្រប់គ្រងគ្រួសារនឹងបពពួកប្រហែលជា500នាក់រត់មកលាក់ខ្លួននៅក្នុងរូងភ្នំនេះហើយបានឲ្យបពពួកប្រមូលដុំថ្មមកកោសទុកនៅមាត់រូងភ្នំយ៉ាងច្រើនដើម្បីត្រៀមទុកសម្រាប់ប្រយុទ្ធនឹងពួកចៅមានថ្ងៃមួយពួកចៅបានលើកក្រុមមកវាយពួកខ្ញុំចោលដុំថ្មទៅដុំណាក៏ត្រូវចៅស្លាប់ដែរហើយធ្វើឲ្យពួកចៅស្លាប់ជាច្រើនអ្នកចំណែកចៅដែលរស់នៅនាំគ្នារត់គេចទៅវិញអស់ទៅពេលនៅទីនេះខ្ញុំនិងបពុមានស្បៀងមិនគ្រប់គ្រាន់មានចៅមួយក្រុមឃើញគោរបស់ខ្ញុំទើបយកស្បៀងមកដូរយកគោពីក្បាលរបស់ខ្ញុំក៏សុខចិត្តដូរពេលចៅនោះយកគោទៅបានប្រហែលជា2គីឡូម៉ែត្រគោក៏បានផ្អើលរត់ចូលទៅក្នុងព្រៃទើបខ្ញុំទៅចាប់រួចយកដៃឆ្វេងដៃស្ដាំទះគោទាំងពីរនោះត្រឡប់មករូងភ្នំវិញពួកចៅទាំងឡាយបានឃើញកម្លាំងដ៏មហិមារបស់ខ្ញុំទើបមិនហ៊ានតាមមកពេលឮដូចនេះឆាវឆាវធ្វើជាសម្ដែងតាមប៉ារ៉ូលរបស់ខ្លួនភ្លាមថាល្បីឈ្មោះរបស់លោកមកយូរហើយការបានជួបលោកចាត់ទុកថាមានបុណ្យខ្លាំងណាស់យើងនឹងចិញ្ចឹមលោកធ្វើជាទាហានតើលោកនឹងមកចូលរួមការងាររីកឆ្ងាយជាមួយពួកយើងទេស៊ីឈូបានឮពាក្យផ្ដល់ឱកាសដូចនេះឲ្យនៅរូងភ្នំតទៅទៀតមិនដេចនឹងកាត់ទេទើបឆ្លើយតបទៅឆាវឆាវវិញភ្លាមថាសុកចិត្តប្រគល់ហួងងីឲ្យឆាវឆាវសប្បាយចិត្តយ៉ាងខ្លាំងនឹងបានតែងតាំងស៊ីឈូឲ្យធ្វើជាទាហានឯកភ្លាមដំណើរគ្នានេះស៊ីឈូក៏មានបពុច្រើនដែរកាលបើមានថ្វីដៃល្អដូចនេះត្រូវតែមានរង្វាន់និយាយរួចឆាវឆាវបានឲ្យទាហានយករង្វាន់មកឲ្យមនុស្សរបស់ស៊ីឈូយ៉ាងច្រើនឆាវឆាវបានទាហានឯកមួយបន្ថែមទៀតនិងបានធ្វើឲ្យគេបាក់ចិត្តស្លុង 100% ទៀតផងមានមេដឹកនាំឯណាដែលឃើញមនុស្សមានសមត្ថភាពហើយអាចបញ្ចុះបញ្ចូលឲ្យមករួមធ្វើការងារជាមួយគេបានយ៉ាងដូចនេះនោះរឿងរ៉ាវរបស់ស៊ីឈូទាហានឯករបស់ឆាវឆាវនេះគឺជារឿងចម្លែកប៉ុន្តែជាការពិតទាហានឯកទាំងពីររបស់ឆាវឆាវម្នាក់មានមៀតធំធ្លាប់ទាំងសម្លាប់សត្វខ្លាទៀតផងគេនោះគឺទាវអ៊ុយចំណែកម្នាក់ទៀតក៏អស្ចារ្យដែរធ្លាប់ទាញកន្ទុយគោទាំងពីរត្រឡប់មករូងភ្នំវិញដូច្នេះបើពីរអ្នកនេះឈរចិត្តខ្លួនឆាវឆាវហើយនោះគ្មាននរណាអាចចូលចិត្តបានងាយៗឡើយរឿងរ៉ាវការស្វែងរកមនុស្សពូកែនិងការប្រើឧបាយកលមានទាំងការបង្ហាញពីភាពស្មោះត្រង់និងល្បិចកិច្ចកលដូចនេះរបស់ឆាវឆាវមានច្រើនណាស់នៅក្នុងរឿងសាមកុករឿងដែលកើតឡើងធ្វើឲ្យយើងបានដឹងច្បាស់ពីរបៀបដឹកនាំពិតប្រាកដថាការជ្រើសរើសនិងការស្វែងរកមនុស្សពូកែមានសារៈសំខាន់ខ្លាំងណាស់ដែលមានឆាវឆាវជាតួអង្គក្នុងការអូសទាញមនុស្សពូកែមកប្រើការសមត្ថភាពក្នុងការកសាងអាណាចក្ររបស់ឆាវឆាវប្រសិនបើគ្មានរឿងការប្រើមនុស្សនិងរើសមនុស្សមករួមការងារទេនោះគេក៏មិនអាចក្លាយជាអគ្គសេនាបតីទៅអនាគតបានដែរ